បានបោះលបឿនគៀកមកកងភ័ណ្ឌទី2ហើយដែរដោយបន្ថែមលបឿននិងចលនាអុំយ៉ាងស្រស់ហើយប្រកៀកប្រកាត់គ្នាគូទី95ខ្សែទឹកខាងក្នុងយុទ្ធវង្សសែនជ័យដែលស្ថិតនៅក្នុងវត្តនិមលសាគរព្រែកជ្រៃពូរៀងខេត្តព្រៃវែងបាទទុកនេះឧបត្ថម្ភដោយឯកឧត្តមវង្សពិសេនខ្សែទឹកខាងក្រៅព្រះទីនាំងអធិរាជមកុដពេជ្រសែនជ័យដែលស្ថិតនៅក្នុងវត្តមនីប្រសិទ្ធិវង្សព្រែកភ្នៅរាជធានីភ្នំពេញគឺជាទូករបស់សម្ដេចព្រះឧត្តមវង្សាមុងរ៉ាបាទសម្ដេចមុងរ៉ានៅខ្សែទឹកខាងក្រៅបាទដូចជាកំពុងតែបងចាញ់ចំណែកឯយុទ្ធវង្សសែនជ័យរបស់ឯកឧត្តមវង្សពិសេនអត់ពេលនេះសំទោសឃើញថាស្មើគ្នាវិញហើយដោយខ្សែទឹកខាងក្រៅគឺមិនបន្ថយលបឿនទេឯខ្សែទឹកខាងក្នុងក៏បន្ថែមលបឿនទៀតដែរបាទគឺសង្កត់ប្រហែលជាមួយខ្ទង់ហើយសម្រាប់ខ្សែទឹកខាងក្នុងយុទ្ធវង្សសែនជ័យបាទសកត់បាទគឺឈ្នះសកត់ប្រហែលជា3ខ្ទង់តែប៉ុណ្ណោះទេសម្រាប់គូទី9ដោយចុងចង្វាពណ៌សទៀតហើយខ្សែទឹកខាងក្រៅយុទ្ធវង្សសែនជ័យស្ថិតនៅក្នុងវត្តនិវលសាគរព្រែកជ្រៃពូរៀងខេត្តព្រៃវែងបាទគឺជាទូកឯកឧត្តមវង្សពិសេនចំណែកឯខ្សែទឹកខាងក្នុងព្រះទីនាំងអធិរាជមកុដពេជ្រសែនជ័យនៅព្រែកភ្នៅបាទជាទូកសម្ដេចព្រះឧត្តមវង្សាមុងរ៉ារាជធានីភ្នំពេញដែលបាទសម្ដេចមុងរ៉ាដូចជាបងចាញ់ឯកឧត្តមវង្សពិសេនបាទនៅពេលនេះឃើញខ្សែទឹកខាងក្រៅយុទ្ធវង្សសែនជ័យខ្សែទឹកខាងក្រៅឯកដ្ឋានពណ៌ខៀវទឹកប៊ិចបាទលឿនណាស់មកនៅសល់ប្រហែលជាមិនដល់ពាក់កណ្ដាលទូកទេប្រហែលជា6 7ខ្ទង់តែប៉ុណ្ណោះតែខ្សែទឹកខាងក្រៅយុទ្ធវង្សសែនជ័យទទួលជ័យជំនះជើងទី2ទៀតហើយ